ជំរាបសួរពុកម៉ែបងប្អូនរីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាពីរបៀបស្លម្ជូរដើមចេកឥឡូវបងប្អូននេះដែរបងប្អូនជាគ្រឿងផ្សំសម្រាប់ធ្វើសម្លម្ជូរដើមចេកបងប្អូនឥឡូវយើងមកមើលគ្រឿងផ្សំនីមួយបងប្អូននេះដែរបងប្អូនស្លឹកអំពិលត្រួយអំពិលហ្នឹងហើយចំណែកនេះមានតែជាម្ទេសហើយនឹងគល់ទឹកត្រីហ្នឹងបងប្អូនហើយក្រូចឆ្មាចំណែកនេះស្ករសហើយនេះដែរបងប្អូនរ៉តឌីហើយចំណែកនេះប្រហុកហើយនេះទឹកត្រីបងប្អូនហើយចំណែកនេះដែរត្រីបងប្អូនខ្ញុំប្រើត្រីផ្ទុកពីរហ្នឹងហើយនេះបន្លែរបស់យើងមានដើមចេកហើយនឹងស្លឹកម្រះព្រៅឥឡូវយើងធ្វើការបេះស្លឹកម្រះព្រៅបងប្អូនជាដំបូងហើយថ្ងៃនេះខ្ញុំស្លដាក់បងស្លឹកម្រះព្រៅដែរបងប្អូនឥឡូវយើងធ្វើការបេះស្លឹកម្រះព្រៅទៅបងប្អូនយើងបេះយកស្លឹកម្រះព្រៅខ្ចីមកហើយសម្រាប់បងប្អូនដែលអត់មិនទាន់បាន Subscribe សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចឲ្យខ្ញុំបានម្នាក់មួយផងហើយនឹងចុចសញ្ញារូបកណ្ដឹងដើម្បីបងប្អូនទាំងអស់គ្នានឹងទទួលបានវីដេអូថ្មីខ្ញុំសូមអរគុណបានបន្តមកលើយើងធ្វើការហាន់ក្រូចឆ្មានេះដែរបងប្អូនដើម្បីទុកដាក់ក្នុងបន្លែយើងចិត្តហ្នឹងហើយបន្តមកយើងធ្វើការដំមើងផ្ទឹមមកមើលមកនេះយើងបកសម្បកវាចេញចឹងណាបងប្អូនយើងដំតិចទៅបាទរួចហើយប៉ុណ្ណឹងហើយបន្តមកមានដូចជាម្ទេសបងប្អូនហើយនេះដែរម្ទេសបងប្អូនយើងដាក់មួយគ្រាប់ពីរគ្រាប់តាមចំណូលចិត្តទៅហើយចំណែកនេះគល់ស្លឹកគ្រៃយើងដំឲ្យទុបន្តិចទៅបងប្អូនយើងកាត់ជាពីរមកឥឡូវនេះបងប្អូនរួចហើយយើងយកដាក់ចានទុកមួយឡែកសិនហើយបន្តមកទៀតយើងធ្វើការហាន់ត្រីបងប្អូនហើយសម្រាប់សម្លនេះដែរបងប្អូនចង់លាយដូចជាកពឹសឬក៏កូនត្រីអីហ្នឹងបន្ថែមទៀតក៏បានដែរអញ្ចឹងណាបងប្អូនតែនេះខ្ញុំដាក់តែថៃផ្ទុកនេះទេឥឡូវខ្ញុំទុកមួយឡែកសិនឥឡូវរួចហើយបងប្អូនឥឡូវខ្ញុំមកធ្វើការចាក់ទឹកចូលដើម្បីចិតបន្លែបងប្អូនហើយបងប្អូនកុំភ្លេចច្បាច់ក្រូចឆ្មាដាក់មួយចំណិតអីចឹងណាបងប្អូនដើម្បីយើងទុកចិត្តដើមចេកហ្នឹងដាក់ទៅដើម្បីឲ្យវាកាត់ជ័របងប្អូនកាត់ឲ្យជាតិជ័រហ្នឹងដើម្បីឲ្យវានៅសអញ្ចឹងណាបងប្អូនកុំឲ្យវាខ្មៅឥឡូវនេះយើងធ្វើការចិតទៅយើងធ្វើការចិតដើមចេករបស់យើងទៅបងប្អូនហើយសម្រាប់ដើមចេកយើងយកគល់ដែលខ្ចីហ្នឹងបងប្អូនហើយសម្រាប់ការចិតបងប្អូនចិតជាខ្លីបែបចង្វាមូលក៏បានដែរអញ្ចឹងណាបងប្អូនតែថ្ងៃនេះខ្ញុំធ្វើការចិតបែបនេះបងប្អូនខ្ញុំចិតក្បាត់មុខពីរបែបនេះព្រោះថាយើងខ្ញុំចិតបែបនេះវាងាយស្រួលយើងយកស្លទៅហើយនឹងយើងញ៉ាំក៏វាស្រួលដែរអញ្ចឹងណាបងប្អូនវាអត់មានជាប់តាក់សរសៃយើងចិតក្បាត់មុខពីរបែបនេះសម្រាប់ខ្ញុំគិតថាវាស្រួលញ៉ាំជាងអញ្ចឹងណាបងប្អូនហើយសម្រាប់ដើមចេកនេះយើងយកតែគល់វាខ្ចីមកបានហើយបងប្អូនឥឡូវនេះខ្ញុំបានធ្វើការចិតរួចហើយខ្ញុំទុកមួយឡែកសិន
ហើយបន្តមកទៀតខ្ញុំធ្វើការហាន់ស្លឹកអំពិលបងប្អូនស្លឹកត្រួយអំពិលនេះហើយយើងធ្វើការហាន់វាឲ្យម៉ត់ទៅណាបងប្អូនដើម្បីឲ្យវាចេញជាតិជូរចេញពីស្លឹកអំពិលនេះបានល្អអញ្ចឹងណាបងប្អូនយើងធ្វើការហាន់ឲ្យម៉ត់អញ្ចឹងមកហើយនេះដែរបងប្អូនយើងបានហាន់រួចហើយយើងយកដាក់ចាននេះទុកមួយឡែកសិនបងប្អូនឥឡូវនេះគ្រឿងផ្សំរបស់យើងបានរួចអស់ហើយឥឡូវបន្តមកទៀតយើងធ្វើការចាក់ទឹកចូលដើម្បីធ្វើការស្លោតែម្ដងបងប្អូនហើយយើងបន្ទាប់ពីទឹកយើងបានពុះបន្តិចហើយយើងបង់គ្រឿងផ្សំយើងចូលមកឲ្យវាពុះមួយផ្លែតទៅបងប្អូនតោះមកយើងចំណែកប្រហុកនេះបងប្អូនយើងដួសទឹកនឹងមកយើងដាក់ជ្រុំវាមកស្ទុះទៅដើម្បីឲ្យប្រហុកហ្នឹងវាចេញជាតិបែកសាច់បានល្អអញ្ចឹងណាបងប្អូនបើយើងបង់ទៅផ្ទាល់តែម្ដងវាអាចនឹងសាច់ប្រហុកសាច់ហ្នឹងវារៀងបែកដុំវាអត់បែកល្អម៉ត់ដូចយើងជ្រុំអញ្ចឹងនេះហើយឥឡូវនេះយើងជ្រុំបានរួចហើយយើងចាក់ចូលតែម្ដងបងប្អូនយើងជ្រុំទាំងផុកហ្នឹងយើងចាក់ចូលទៅទាំងអស់ប៉ុណ្្នឹងណាតមកខ្ញុំធ្វើការបង់សាច់ត្រីចូលតែម្ដងបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ស្លឹកអំពិលនេះបងប្អូនយកតែម្ដងសម្លនេះងាយធ្វើលឿនចាំបានញ៉ាំបងប្អូនបន្ទាប់មកយើងធ្វើការផ្សំគ្រឿងយកតែម្ដងទៅបងប្អូនមានដូចជាទឹកត្រីហើយនេះដែរបងប្អូនស្ករសបងប្អូនហើយនេះម្សៅស៊ុបរ៉ាឌីហើយមានដូចជាអំបិលបងប្អូនយើងបន្ថែមនៅអំបិលបន្តិចទៅណាហើយបន្តមកយើងធ្វើការចាក់បន្លែរបស់យើងនឹងចូលទាំងអស់ទៅបងប្អូនយើងធ្វើការចាក់បន្លែរបស់យើងចូលទៅយើងធ្វើការកូរវាបន្តិចទៅបងប្អូនឲ្យបន្លែរបស់យើងចូលសប់ឆ្អិនបានល្អយើងដាក់បន្លែចូលតែមកពុះហ្នឹងគឺថាល្មមអីចឹងណាបងប្អូននេះគឺថាយើងដាក់បានមកពុះហើយបន្លែនេះហើយបន្ទាប់មកយើងធ្វើការដាក់ស្លឹកម្រះព្រៅចូលមកហើយសម្រាប់ស្លឹកម្រះព្រៅបងប្អូនដាក់កូរតែមកត្រឡប់ទៅបានហើយបងប្អូនមិនបាច់ឲ្យវានេះយូរពេកទេបងប្អូនកុំឲ្យវាស្ពូនអញ្ចឹងណាវាអត់សូវស្រស់ឥឡូវខ្ញុំបានស្លឆ្អិនហើយឥឡូវខ្ញុំធ្វើការដួសរៀបចំដាក់ចានបងប្អូនយើងធ្វើការដួសដាក់ចានតែម្ដងគឺថាជាក្លិនឈ្ងុយតែម្ដងណាបងប្អូនសម្រាប់សម្លម្ជូរដើមចេកនេះដែរបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំបានមានតែប៉ុណ្្នឹងទេខ្ញុំបានសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អអរគុណជម្រាបលា